ក្រុមហ៊ុនកែច្នៃស្វាយចុងប៉ាវ Cambodia Food Science and Technology Co Ltd ដែលមានទីតាំងនៅភូមិវាលធំឃុំយាយម៉ៅពេជ្រនិលស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺត្រូវបានក្រុមការងារក្រសួងបរិស្ថានដឹកនាំដោយលោកជូមូនីដារិនអគ្គនាយករងនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាននៅថ្ងៃទី7ខែឧសភាឆ្នាំ2025បានរកឃើញថាបានបញ្ចេញសំណល់រាវបំពុលទឹកអូរចោតក្នុងរយៈចម្ងាយ7គីឡូម៉ែត្រចាប់ពីទីតាំងក្រុមហ៊ុនរហូតដល់ទំនប់អូកូនត្រំយោងតាមការអះអាងរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋដែលរស់នៅក្រោមខ្សែទឹកក្រោយទីតាំងក្រុមហ៊ុនបញ្ជាក់ថាបានរងផលប៉ះពាល់ដល់ការរស់នៅដូចជាទឹកបង្កឲ្យមានអាការៈរមាស់មានត្រីងាប់និងមិនអាចប្រើប្រាស់ទឹកសម្រាប់ស្រោចស្រពដំណាំបានផងដែរបណ្ដាលមកពីក្រុមហ៊ុនខាងលើបានបង្ហូរសំណល់រាវប្រមាណ2ឆ្នាំមកហើយប្រជាពលរដ្ឋបានជីកស្រះឬទិញទឹកគេមកប្រើប្រាស់តាមរយៈការវិភាគគុណភាពទឹកបឋមនៅទីតាំងផ្ទាល់ប្រព័ន្ធអូធម្មជាតិដែលរងការបំពុលនេះមានកម្រិត pH និង DO ធ្លាក់ទាបខ្លាំងមិនអនុលោមកម្រិតកំណត់ស្តង់ដារនៃការបញ្ចេញសំណល់រាវនិងអភិរក្សជីវៈចម្រុះនោះទេក្រុមការងារបានយកសំណាក់ទឹកចំនួន4ទីតាំងមកវិភាគនិងអនុវត្តនីតិវិធីច្បាប់បន្តជាមួយគ្នានេះក្រុមហ៊ុនបានទទួលស្គាល់ថាខ្លួនបានប្រព្រឹត្តខុសផ្ទុយនឹងច្បាប់ដោយបានបំពុលអូធម្មជាតិដោយដែលក្រុមការងារជំនាញបរិស្ថានបានរកឃើញនិងសន្យាទទួលយកការកែលម្អបច្ចេកទេសឲ្យបានល្អប្រសើរសូមបញ្ជាក់ថាក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋក្រុមការងារក្រសួងបរិស្ថានបានសហការជាមួយមន្ត្រីនៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺអាជ្ញាធរឃុំយាយម៉ៅពេជ្រនិលនិងអ្នកពាក់ព័ន្ធបានចុះត្រួតពិនិត្យករណីបំពុលទឹកអូរធម្មជាតិដោយក្រុមហ៊ុនកែច្នៃស្វាយចុងប៉ាវ Cambodia Food Science and Technology Co Ltd ចំពោះករណីនេះក្រុមការងារបានអនុវត្តវិធានការច្បាប់ដូចតទៅ1យោងតាមមាត្រា209នៃក្រមបរិស្ថាននិងធនធានធម្មជាតិរោងចក្រត្រូវបញ្ឈប់ការបញ្ចេញសំណល់រាវចេញពីសង្វាក់ផលិតកម្មជាបន្ទាន់ក្នុងករណីនៅបន្តនឹងត្រូវដកហូតរាល់លិខិតអនុញ្ញាតដែលចេញដោយក្រសួងបរិស្ថាន2ត្រូវទទួលរងការពិន័យអន្តរការយោងតាមមាត្រា159មាត្រា160មាត្រា278និងមាត្រា829នៃក្រមបរិស្ថាននិងធនធានធម្មជាតិ3ត្រូវផ្ដល់សំណងខូចខាតនិងផលប៉ះពាល់បរិស្ថាននិងសុខភាពសាធារណៈទៅតាមការគណនារបស់ក្រុមការងារជំនាញយោងតាមមាត្រា162នៃក្រមបរិស្ថាននិងធនធានធម្មជាតិ4ត្រូវស្ដារបរិស្ថានឡើងវិញស្ដារភក់និងសំណល់រាវក្នុងអូរចោតឲ្យបានល្អប្រសើរជៀសវាងបង្កការបំពុលជាបន្តទៀតយោងតាមមាត្រា724នៃក្រមបរិស្ថាននិងធនធានធម្មជាតិ5ត្រូវដំណើរការអាងប្រព្រឹត្តកម្មសម្អាតសំណល់រាវឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសឆ្លើយតបនឹងស្តង់ដារកំណត់ឲ្យបញ្ចេញនិងត្រូវបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យការបញ្ចេញសំណល់រាវយោងតាមមាត្រា287នៃក្រមបរិស្ថាននិងធនធានធម្មជាតិ6ត្រូវរៀបចំរោងសម្រាប់ស្តុកសំណល់ភក់និងត្រូវសហការជាមួយក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណពីក្រសួងបរិស្ថានក្នុងការដឹកសំណល់ភក់ចេញពីទីតាំងក្រុមហ៊ុន7សហការជាមួយក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវស្ថិតក្នុងដែនសមត្ថកិច្ចដឹកជញ្ជូនសំណល់សម្បកនិងគ្រាប់ស្វាយចេញពីទីតាំងក្រុមហ៊ុននិងស្នើឲ្យមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺតាមដានការអនុវត្តការងារនេះ8ត្រូវរៀបចំរបាយការណ៍អង្កេតតាមដានបរិស្ថានរៀងរាល់6ខែម្ដងនិងស្នើសុំលិខិតអនុញ្ញាតបញ្ចេញសំណល់ពីក្រសួងបរិស្ថាននិងត្រូវបង់មូលនិធិបរិស្ថាននិងសង្គមនិងមូលនិធិទារយាចាត់ទានបរិស្ថានឲ្យបានទៀងទាត់ចាប់តាំងពីឆ្នាំ2024រហូតដល់ពេលនេះក្រុមការងារក្រសួងបរិស្ថានបានរកឃើញរោងចក្រនិងក្រុមហ៊ុនចំនួន29ទីតាំងនៅខេត្តបៃលិនបាត់ដំបងត្បូងឃ្មុំរាជធានីភ្នំពេញកណ្ដាលកំពង់ស្ពឺកំពតនិងខេត្តព្រះសីហនុដែលបានបញ្ចេញសំណល់រាវលើសកម្រិតកំណត់ស្តង់ដារនិងបានបង្កឲ្យមានការបំពុលទឹកសាធារណៈជាលទ្ធផលមានរោងចក្រនិងក្រុមហ៊ុនចំនួន7ទីតាំងបានអនុវត្តវិធានការច្បាប់និងវិធានការបច្ចេកទេសរួចរាល់ជាមួយគ្នានេះរោងចក្រនិងក្រុមហ៊ុនចំនួន16ទីតាំងកំពុងអនុវត្តវិធានការច្បាប់និងវិធានការបច្ចេកទេសឲ្យបានត្រឹមត្រូវនិងមានរោងចក្រចំនួន6ផ្សេងទៀតរកឃើញថ្មីកន្លងមកនេះហើយក្រសួងបរិស្ថានកំពុងរៀបចំនីតិវិធីដើម្បីចាត់វិធានការច្បាប់